ចាសួស្តីបងប្អូនចានេះត្រីដែលខ្ញុំទិញមកពីផ្សារមិញហ្នឹងចាលាយគ្នាច្រើនមុខដែរបងប្អូនចានេះត្រីផ្ទក់ចានេះក្បាលវាបងប្អូនក្បាលឲ្យពុំចាមានត្រីរៀលអានេះត្រីពោបងប្អូនចាវាថ្ងៃដែរដោយសារថ្ងៃអញ្ចឹងมันគេលក់ធូរថ្លៃចាអញ្ចឹងនេះខ្ញុំយកទៅលាងឲ្យស្អាតសិនណាបងប្អូនចាសម្រាប់ត្រីពោនេះគឺយើងឆូតមួយឆូតទៀតយើងកោសសកាវាបន្ថែមទៀតមកត្រីនេះប្រឡាក់ឆ្ងាញ់ណាបងប្អូនធំអញ្ចឹងណាចាបន្ទាប់ពីនេះខ្ញុំកោសសម្អាតរួចអស់ហើយបន្ទាប់មកនេះខ្ញុំដាក់ច្បាច់អំបិលម្ដងទៀតបងប្អូនចានិយាយទៅធ្វើមិនឲ្យស្អាតហ្មងបងប្អូនពាក់ស្រោមដៃក៏បានដែរនេះដោយសារមុតត្រីបងប្អូនចាត្រីពោនេះសិតតពងចាបងប្អូនអញ្ចឹងនេះខ្ញុំបានលាងត្រីសម្អាតអស់ហើយចាហើយអានេះត្រីពោអញ្ចឹងយើងកុំប្រឡាក់ទាំងពងសម្រាប់ពងនេះគឺនាងខ្ញុំដាក់ប្រឡាក់ជាមួយនឹងក្បាលបងប្អូនចាមានក្បាលមានពោះយើងប្រឡាក់ប្រៃឲ្យហាលទុកគ្រាន់ធ្វើស្លម្ជូរអាហ្នឹងយើងចាំប្រឡាក់ក្រោយគេបងប្អូនចាអញ្ចឹងសម្រាប់សាច់ត្រីនេះគឺ3គីឡូចា3គីឡូហ្នឹងអញ្ចឹងនេះខ្ញុំចាប់ផ្ដើមដាក់អំបិលលាយបងប្អូនចាចាំអំបិល1ខាំប៊ីចេងកន្លះខាំនេះខ្ញុំប្រើស្ករត្នោតបងប្អូនចាស្ករត្នោតនេះចំនួន2ខាំបងប្អូនជួយចិត្តផ្អែមខ្លាំងឬក៏ល្មមអីដាក់តាមចំណង់ចំណូលចិត្តណាចាបងប្អូនលាយសពចាំយកទៅប្រឡាក់លើត្រីបងប្អូនប្រើជាស្ករសក៏បានដែរចានេះខ្ញុំចូលចិត្តស្ករត្នោតដោយសារយើងប្រឡាក់ត្រីទៅឈ្ងុយបងប្អូនអញ្ចឹងយើងប្រឡាក់សពចាអញ្ចឹងនេះខ្ញុំប្រឡាក់សពហើយបន្ទាប់មកនេះខ្ញុំប្រឡាក់ត្រីមួយបងប្អូនចាបងប្អូនប្រឡាក់ឲ្យច្បាច់ចាបងប្អូនអញ្ចឹងនេះខ្ញុំប្រឡាក់ត្រីហ្នឹងប៉ុណ្ណឹងណាចាប្រឡាក់យូរដែរបងប្អូនប្រឡាក់ឲ្យយើងច្បាច់តើតែសាច់ត្រីហ្នឹងរឹងបងប្អូនឃើញទេពណ៌ស្អាតមែនតើចាអញ្ចឹងយើងប្រឡាក់ទុកមកកន្លែងសិនចាបន្តមកទៀតនេះខ្ញុំមកប្រឡាក់ក្បាលត្រីហើយនឹងពោះបងប្អូនចានេះអំបិលចានេះខ្ញុំដាក់2ស្លាបព្រាបាយកន្លះបងប្អូនប្រឡាក់ធ្វើមិនឲ្យប្រៃចាបានយើងទុកបានយូរប្រឡាក់ឲ្យបងប្អូនផ្អាប់ទុកក្នុងទូទឹកកកមកយកទៅចាំស្អែកទឹកខ្ញុំយកទៅហាលចានៅពេលដែលយើងយកមកស្លហ្នឹងបងប្អូនលាងទឹកចេញតិចទៅចាអស់ជាតិអំបិលចាបន្តមកនេះខ្ញុំយកក្បាលត្រីហ្នឹងច្រកចូលថងបងប្អូនចាចាបងប្អូនត្រីផ្ទក់ដែលយើងប្រឡាក់ចម្រោះនេះក៏ដាក់ចូលថងដែរចាដោយសារដាក់ប្រអប់ទៅវាទៅបងប្អូនចាអញ្ចឹងខ្ញុំច្រកចូលថងហើយដាក់ចូលទូទឹកកកចានេះយើងច្រក2ថងបងប្អូន2ជាន់យើងច្រក2ជាន់ហើយយើងចងឲ្យជិតបន្ទាប់មកយើងដាក់មួយជាន់ទៀតមក
ហើយក្បាលត្រីគឺយើងច្រកពីជាន់ដែរចាចូលចិត្តចាំបងប្អូននេះខ្ញុំដាក់ទូត្រជាក់ធម្មតាបើសិនជាបងប្អូនអត់មានទូទឹកកកទេយើងប្រើជាធុងទឹកកកក្លាសេក៏បានដែរចានេះខ្ញុំក្លាសេរយៈពេល1យប់ចាអញ្ចឹងចាំពេលហាលស្អែកចាំនេះខ្ញុំបន្តវីដេអូទៀតចាបងប្អូននេះត្រីដែលនេះខ្ញុំក្លាសេម្សិលមិញទុករយៈពេល1យប់នេះខ្ញុំចាក់ចូលកញ្ឆេងដើម្បីឲ្យវាស្រស់ទឹកយើងយកមកដាក់ហាលបងប្អូនចាសាច់ត្រីឡើងក្រហមហ្មងនេះចាបងប្អូននេះខ្ញុំរៀបដាក់ហាលហើយយើងហាលអញ្ចឹងទៅឆាប់ស្ងួតចាហើយអានេះម្សៅម្ទេសនេះនេះខ្ញុំរោយពីលើបងប្អូនរោយអញ្ចឹងយើងហាលទៅគឺរោយវាអត់ទុំចាបងប្អូនចង់ដាក់ក៏បានអត់ក៏បាននិយាយទៅតាមចំណង់ចំណូលចិត្តចានេះក្បាលត្រីបងប្អូននេះយើងដាក់ហាលវាក្រៀមហាលចោលមកកន្លែង1ថ្ងៃ2ថ្ងៃទៅស្ងួតចាំបងប្អូនយកមកស្លឬក៏ទុកក៏បានដែរបើអត់ទាន់ស្លភ្លាមចាសួស្តីបងប្អូនចានេះត្រីងៀតដែលនេះខ្ញុំហាលចានេះខ្ញុំហាលរយៈពេល1ថ្ងៃបងប្អូនចាគឺស្ងួតប៉ុណ្ណឹងគឺល្មមញ៉ាំបងប្អូនចាបើក្រៀមពេកគឺអត់ឆ្ងាញ់ទេចានេះហើយក្បាលត្រីបងប្អូនចង់បន្តហាលទៀតក៏បានឬក៏ប៉ុណ្ណឹងក៏បានដែរចាហើយសម្រាប់ម្ទេសបងប្អូនចង់ដាក់ក៏បានអត់ក៏បាននេះខ្ញុំដាក់ដើម្បីការពារកុំឲ្យមានរុយបន្ទុំបងប្អូនចាអញ្ចឹងនេះខ្ញុំយកត្រីផ្ទក់នេះចាពាក់កដាលចាយើងដាក់ត្រីរបស់យើងមកបងប្អូនចង់អាំងចក្រានខ្សែភ្លើងក៏បានដែរចាចក្រានអគ្គិសនីដោយសារនេះខ្ញុំបង្កាត់ភ្លើងស្រាប់អញ្ចឹងនេះខ្ញុំដាក់អាំងចក្រានខ្ជុំហ្មងទៅចាបងប្អូនអញ្ចឹងត្រីរបស់យើងឆ្អិនហើយចាឥឡូវនេះខ្ញុំលើកចេញចានេះត្រីងៀតដែលនេះខ្ញុំអាំងមិញហ្នឹងហើយនេះខ្ញុំញ៉ាំជាមួយនឹងអាឡឹកទុំអាឡឹកនេះគឺអត់សូវក្រហមខ្លាំងទេបងប្អូនប៉ុន្តែផ្អែមឆ្ងាញ់ហ្មងចាឥឡូវនេះខ្ញុំមកភ្លក់ត្រីងៀតទក់ចាឆ្ងាញ់ណាស់បងប្អូននិយាយទៅញ៉ាំជាមួយបាយត្រូវហ្មងមួយអាឡឹកឯនោះឆ្ងាញ់រសជាតិនេះប្រៃផ្អែមចាឆ្ងាញ់ចារសជាតិនេះឆ្ងាញ់ណាស់បងប្អូនចាត្រីបងប្អូនប្រឡាក់ធ្វើមិនឲ្យយើងប្រៃបើយើងទុកបានយូរចាបើយើងប្រឡាក់សាបទៅទុកអត់បានយូរទេវាអាចហើមស្អុយគមើដូចត្រីប្រហើមអញ្ចឹងចាអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេចាអរគុណជំរាបលាបាយបាយ